បាទសួស្តីបងប្អូននិងប្រិយមិត្តទាំងអស់គ្នាវិលត្រឡប់មកជួបខ្ញុំម្ដងទៀតជាមួយនឹងវីដេអូគ្លីបថ្មីនៅក្នុងវីដេអូថ្ងៃនេះគឺជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលមែនទែនដែលក្រុមហ៊ុនរបស់ Microsoft បានបញ្ជាក់យ៉ាងច្បាស់នៅក្នុង website របស់ពួកគេបានបញ្ជាក់ថា Windows 10នឹងត្រូវបានបញ្ចប់បន្ទាប់ពីថ្ងៃទី14ខែតុលាឆ្នាំ2025វាជារឿងមួយដែលគួរឲ្យសោកស្ដាយមែនទែនសម្រាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ Windows 10 អូខេតោះឥឡូវយើងទៅមើលការប្រកាសរបស់គេទាំងអស់គ្នាតែម្ដងថាតើ Windows 10 ឬក៏ក្រុមហ៊ុនរបស់ Microsoft ធ្វើការប្រកាសបែបណាដើម្បីឲ្យអ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ Windows 10អាចធ្វើដូចម្ដេចដើម្បីនៅតែប្រើប្រាស់ហើយយើងគួរដោះស្រាយបែបណាខ្ញុំនឹងអាចជួយចែករំលែកអំពីបទពិសោធន៍ក៏ដូចជាអ្វីដែលគួរដោះស្រាយនៅពេលដែលយើងកំពុងតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ Windows 10តោះឥឡូវយើងទៅមើលទាំងអស់គ្នាតែម្ដងអូខេអ្នកទាំងអស់គ្នានេះគឺជា website របស់ Microsoft ហើយខ្ញុំចូលទៅកាន់កន្លែង download របស់ Windows 10សម្រាប់ព័ត៌មានមួយនេះគឺយើងអាចចូលទៅកាន់កន្លែង info របស់ Microsoft ក៏បានដែរប៉ុន្តែខ្ញុំបញ្ជាក់ខ្ញុំចូលទៅកន្លែងហ្នឹងតែម្ដងតាក់ទងមួយ Windows 10ដើម្បីយកអត្ថបទឬក៏ការប្រកាសរបស់គេដើម្បីបញ្ជាក់ជូនដល់អ្នកទាំងអស់គ្នាខ្ញុំធ្វើការបង្ហាញជូនអ្នកទាំងអស់គ្នាតែប្រហែលចំណុចទេបាទឥឡូវខ្ញុំចាប់ផ្ដើមពីត្រឹមនេះពីអ្វីដែល Microsoft គាត់ធ្វើការបានបញ្ជាក់អញ្ចឹងណាបាទអូខេយើងមើលគឺថាក្រោយពីថ្ងៃទី14ខែតុលាឆ្នាំ2025 Windows 10នឹងត្រូវបានបញ្ចប់សម្រាប់ការអាប់ដេតនៅ software ដែល free ហើយក៏ការគ្រប់គ្រងទៅលើផ្នែកបច្ចេកទេសឬក៏ការដោះស្រាយទៅលើប្រព័ន្ធសុវត្ថិភាពអញ្ចឹងដែលមានន័យថាWindows 10ឈប់ support ឈប់ផ្ដល់រាល់ software រាល់បច្ចេកទេសរាល់ប្រព័ន្ធការពារសុវត្ថិភាពដល់ Windows ដល់ computer ដល់ user ដែលកំពុងតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការនោះទៀតហើយបាទតែសួរថាតើប្រតិបត្តិការនោះយើងអាចប្រើប្រាស់បានទៀតដែរឬទេយើងនៅតែអាចប្រើប្រាស់បានដដែលសម្រាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ Windows 10ប៉ុន្តែជាភាពជាក់ស្ដែងគឺក្រុមហ៊ុន Microsoft គឺលែង support បើយើងនិយាយចំទៅគឺគេប្រឡែងដៃហ្មងគឺគេអត់ support សម្រាប់ការគ្រប់គ្រងទៅលើ software ការអាប់ដេតទៅលើ system អីបន្តទៀតទេជាភាពជាក់ស្ដែងដោយករណី Windows 11នេះអញ្ចឹងអញ្ចឹងនៅពេលដែលយើងប្រើប្រាស់ក្រុមហ៊ុនគេធ្វើការ support ទៅលើការអាប់ដេតទៅលើ Windows នេះតែសម្រាប់ Windows 10 គឺលែងមានការអាប់ដេតហើយបាទលែងមានការអាប់ដេតអញ្ចឹងទៀតហើយអូខេតោះឥឡូវយើងធ្វើការអានបន្ទាប់ដែលនេះមានន័យថាកុំព្យូទ័ររបស់អ្នកនឹងងាយស្រួលនៅក្នុងការវាយប្រហារដោយមេរោគបាទអញ្ចឹងមានន័យថាបើគេអត់ support ទេបើគេអត់គាំទ្រទេផ្ដល់នៅការដោះស្រាយទៅលើផ្នែកបច្ចេកទេសផ្នែក software ផ្នែកប្រព័ន្ធសុវត្ថិភាពអញ្ចឹងកុំព្យូទ័រដែលយើងប្រើប្រាស់ហ្នឹងគឺងាយស្រួលមែនទែននៅក្នុងការវាយប្រហារពីមេរោគផ្សេងពី hacker ពីកម្មវិធី malware មួយចំនួនបាទដែលធ្វើឲ្យកុំព្យូទ័ររបស់យើងយឺតពេលខ្លះគេអាចលួចយកទិន្នន័យរបស់យើងបានទៀតអញ្ចឹងនេះគឺជាបញ្ហាដែលអ្នកប្រើ Windows 10នឹងជួបប្រទះក្រោយពីប្រព័ន្ធប្រតិបត្តិការមួយនេះត្រូវបានបញ្ចប់ដោយ Microsoft គឺគាត់ដាក់វាឲ្យ dead ហ្មងមានន័យថាវាស្លាប់តែម្ដងលែងទទួលបានការ update អីបន្តទៀតហើយអញ្ចឹងបើសិនជាករណីយើងចង់ដោះស្រាយអំពីបញ្ហានេះសម្រាប់អ្នកដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការរបស់ Windows 10គឺអ្នកទាំងអស់គ្នាអាចទី1គឺអាប់ដេតទៅកាន់ Windows 11ទៅបាទគេលើកទឹកចិត្តបាទ consider upgrading to Windows 11បាទអញ្ចឹងនេះបាទអញ្ចឹងមានន័យថាគេលើកទឹកចិត្តមែនតើឲ្យយើងធ្វើការផ្លាស់ប្ដូរប្រព័ន្ធប្រតិបត្តិការពី Windows 10ទៅ Windows 11បន្ទាប់ពីនោះអ្វីដែលយើងត្រូវធ្វើបើសិនជាករណីកុំព្យូទ័ររបស់យើងវាកម្រិតស្ពេចទាបមែនតើដែលมันអាចអាប់ដេតបានទេឬក៏យើងនិយាយថាកុំព្យូទ័រស៊េរីចាស់តែយើងគូធ្វើម៉េចវិធីសាស្ត្រគឺអត់មានអីពិបាកទេប៉ុន្តែគ្រាន់តែថាជាទូទៅនៅពេលដែលយើងអត់ទទួលបានការ support អត់ទទួលបានការគាំទ្រពីប្រព័ន្ធប្រតិបត្តិការនោះក្នុងការ update ទៅលើ system វាប្រកាសជាជួបជាមួយនឹងបញ្ហាលំបាកមួយចំនួនហើយតែអ្វីដែលយើងត្រូវធ្វើនោះគឺតាក់ទងជាមួយនឹងប្រព័ន្ធសុវត្ថិភាពអ្នកទាំងអស់គ្នាអាចធ្វើការដាក់ជាមួយនឹងប្រព័ន្ធការពារសុវត្ថិភាពទៅលើ software ផ្សេងដូចជាករណីរបស់ខ្ញុំដោយសារតែវាមានការ update ខ្ញុំប្រើទៅលើប្រព័ន្ធសុវត្ថិភាពការពារមេរោគរបស់ Windows Security ឬក៏ករណីខ្លះអាចជាកាលពីមុនគេហៅ Windows Defender អូខេអញ្ចឹងអានេះគឺជាប្រព័ន្ធសុវត្ថិភាពដែលខ្ញុំប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការរបស់ Windows 11អញ្ចឹងសម្រាប់បងប្អូនដែលគាត់ប្រើជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Windows 10ឥឡូវវានៅតែដំណើរការក្នុងការចាប់មេរោគធម្មតាទេប៉ុន្តែនៅពេលដែលគេលែងគាំទ្រផ្នែក support ទៅលើ
service វាហើយផ្នែក technical support ហើយវាប្រកបជាជួបប្រទះជាមួយនឹងការចាប់មេរោគអត់បានជួបប្រទះជាមួយនឹងការវិភាគពីមេរោគផ្សេងងាយស្រួលបាទអញ្ចឹងយើងអាចបដូរអ្នកគ្នាអាចបដូរពីប្រព័ន្ធការពាររបស់ Windows ដែលយើងអាចប្រើជាមួយនឹងកម្មវិធីផ្សេងដូចជា Avast ដូចជាប្រព័ន្ធ security ផ្សេងទៀតដែលជា software ដែលគេលក់តាមរយៈ online នេះគឺមានច្រើនបាទដូចជា Kaspersky ជាដើមហ្នឹងដើម្បីជំនួយក្នុងការការពារប្រព័ន្ធកុំព្យូទ័ររបស់យើងពីមេរោគផ្សេងអញ្ចឹងនេះគឺជាការដោះស្រាយងាយស្រួលមែនតើសម្រាប់បងប្អូនដែលនៅតែប្រើប្រព័ន្ធប្រតិបត្តិការរបស់ Windows 10 ឬក៏គាត់មិនអាចអាប់ដេតទៅកាន់ Windows 11 បានតែក៏ដូចជាខ្ញុំមិនខុសពីក្រុមហ៊ុនរបស់ Microsoft ទេសូមលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាធ្វើការអាប់ដេតទៅកាន់ Windows 11បើសិនជាកុំព្យូទ័ររបស់យើងនៅតែអាចដំណើរការប្រព័ន្ធប្រតិបត្តិការរបស់ Windows 11 បានមានន័យថាអាច upgrade ឡើងទៅបានអញ្ចឹងអ្វីនេះគឺជារឿងមួយដែលគួរឲ្យភ្ញាក់ផ្អើលហើយក៏សោកស្ដាយសម្រាប់បងប្អូនដែលប្រើជាមួយនឹងប្រតិបត្តិការរបស់ Windows 10អញ្ចឹងដូចខ្ញុំបានបញ្ជាក់អញ្ចឹងអំពីវិធីដោះស្រាយគឺយើងមានហើយសម្រាប់ការដោះស្រាយនោះក៏វាមិនថាបានល្អ 100% ទេតែគ្រាន់តែជាការណែនាំរបស់ខ្ញុំអំពីបញ្ហាទាំងអស់នោះបាទអញ្ចឹងអូខេអរគុណច្រើនមែនតើសម្រាប់ការគ្រប់គ្រងទៅកាន់វីដេអូរបស់ខ្ញុំហើយក៏ដូចជាព័ត៌មានផ្សេងនៅក្នុងផ្នែកបច្ចេកទេសទៅលើប្រព័ន្ធកម្មវិធីកុំព្យូទ័រខ្ញុំនឹងធ្វើការចែករំលែកឲ្យបានច្រើនតាមតែអាចធ្វើទៅបានបាទអរគុណសម្រាប់ការទស្សនាវីដេអូយើងនឹងជួបគ្នាជាមួយនឹងវីដេអូលើកក្រោយបន្តទៀតបាទអរគុណ